ឡស្ដីការអ្នកនរនេះខ្ញុំប្រស្មោះកម្ពុជាថ្ងៃនេះខ្ញុំមកសម្រាប់រឿងដែលមានចម្លងជើងថាការផាដែលវាគឺជាប្រភេទម៉ាំងវ៉ាមួយដែលគេចង់និយាយអំពីការមើលងាយទៅកាន់តួប្រុសរបស់យើងដោយសារតែគាត់មានរូបរាងធាត់មិនស្អាតហើយគាត់បានកែប្រែខ្លួនឯងពីរូបរាងធាត់ទៅជាស្គមយ៉ាងស្រស់សង្ហាអ្នកនរនេះបើចាំខ្ញុំរៀបរាប់ច្រើនទេនាំស៊ីម៉ោងទេឥឡូវចូលសាច់រឿងយើងបណ្ដោយទៅចាប់ផ្ដើមនៅសាច់រឿងដំបូងយើងបានឃើញទៅកាន់អគារមួយបន្ទាប់មកយើងបានឃើញទៅកាន់អ្នកម្ដាយរបស់ហាជីនតែគាត់កំពុងតែធ្វើម្ហូបកាត់ចូលដល់កន្លែងកញ្ញាហាគិនគាត់កំពុងតែគេងស្រមុកហៀទឹកមាត់លហែមលហាមដូចជាអ្នកកំពុងមើលជាដើមមិនដែរចុកកែបន្ទាប់មកម៉ងរោក៏បានដាស់ទៅកាន់កញ្ញាហាជីនរបស់យើងបន្ទាប់មកកញ្ញាហាជីនគាត់បានរត់ទៅកាន់បន្ទប់ទឹកដុសធ្មេញលុបមុខដូចជាធម្មតាកញ្ញាហាជីនបាននិយាយទៅកាន់អ្នកម្ដាយរបស់គាត់ថាតើអ្នកម្ដាយបានឃើញអាវពណ៌ផ្កាឈូករបស់គាត់ដែរឬទេអ្នកម្ដាយរបស់គាត់បានតបទៅកាន់គាត់វិញថាអាវរបស់គាត់នៅក្នុងថតតុទី2ខាងស្ដាំដៃកញ្ញាហាជីនគាត់បានប្រាប់ទៅកាន់អ្នកម្ដាយគាត់វិញថាខ្ញុំរកឃើញហើយអ្នកម៉ាក់ឥឡូវវាជាធូរពេលហើយខ្ញុំនឹងប្រញាប់បន្តិចបន្ទាប់មកគាត់ធ្វើខ្លួនលាបក្រែមលាបអីដូចជាធម្មតាប៉ុន្តែអេដមីនមិនសូវជាចេះទេអារឿងមេកអាប់អាមេកអួយអីហ្នឹងចឹងទៅអេដមីនសុំកាត់កន្លែងហ្នឹងចាញ់ហើយកញ្ញាហាជីនគាត់បានសួរទៅកាន់អ្នកម្ដាយគាត់ថាតើអ្នកម្ដាយបានឃើញឯកសណ្ឋានរបស់ខ្ញុំដែរឬទេអ្នកម្ដាយរបស់កញ្ញាហាជីនគាត់បានតបទៅកាន់ហាជីនវិញថាវានៅខាងលើធ្នើស្បែកជើងអ្នកម្ដាយរបស់ហាជីនបានញោះទៅកាន់ហាជីនថាតើអ្នកខ្វាយខ្វល់ពីសេជុនមែនទេអ្នកម៉ាក់ចង់និយាយពីអ្វីហ្នឹងវាមិនដូចជាអ្នកម្ដាយគាត់នៅទេបន្ទាប់មកលោកប៉ារបស់ជីនហាគាត់បានលើពីការសន្ទនារបស់អ្នកម្ដាយនិងកូនរបស់គាត់តើនរណាគឺជាស៊ីនជុនហើយហាជីនគាត់បានយកលេសថាគាត់ប្រញាប់ទៅសាលាឥឡូវនេះហាជីនតើកូនកុហកប៉ាមែនទេតើបរិសម្នាក់នោះគឺជាក្រាស់របស់កូនមែនទេប៉ាពិតជាខកចិត្តជាមួយឯងខ្លាំងណាស់ហាជីនឯងក្បាលខូចមែនតើប៉ាវាមិនមែនជាគាត់ទេចុះការសន្ទនាអំបញ្ញមិញតើវាគឺជាអ្វីវាស្ថិតនៅកន្លែងណាកូនចង្រៃប៉ាពិតជាខកចិត្តជាមួយឯងខ្លាំងណាស់ឯងមិនដឹងទេឬហាជីនគាត់បានតបទៅកាន់លោកប៉ារបស់គាត់វិញថាបានឲ្យលោកប៉ាកូនប្រញាប់ទៅរៀនឥឡូវហ្នឹងកូនសុំលុយ 10000 វ៉ុនមកបើសិនជាប៉ាផ្ដល់ឲ្យកូនចំនួន 10000 វ៉ុនទៀតកូននឹងជពាក់ប៉ាចំនួន 73500 វ៉ុនតើកូនយល់ទេចាលោកប៉ាឥឡូវនេះកូនប្រញាប់ទៅសាលាខ្លាំងណាស់ហាជីនតើកូនមិនញ៉ាំអាហារពេលព្រឹកទេឬទេលោកប៉ាខ្ញុំមិនអាចនៅយូរទៀតបានទេខ្ញុំខ្លាចហួសពេលទៅសាលាកាត់ចូលមកដល់កន្លែងផ្ទះរបស់ស៊ីនជុនហាន់ជីនគាត់បានជិតកណ្ដឹងផ្ទះហើយគាត់បាននិយាយថាស៊ីនជុនហេតុអ្វីបានជាលោកមិនអានសាររបស់ខ្ញុំអូតើអ្នកមានការអ្វីមែនទេហាជីនហេតុអ្វីបានជាអ្នកនៅទីនេះកញ្ញាហាជីនបានតបទៅកាន់លោកពូវិញថាលោកពូដែលខ្ញុំនៅទីនេះដោយសារតែខ្ញុំចង់ដើរទៅសាលាជាមួយនឹងស៊ីនជុនអញ្ចឹងសោះប៉ុន្តែស៊ីនជុនគាត់បានចាក់ចេញពីនេះទៅយូរហើយនៅពេលណាលោកពូបើតាមខ្ញុំគិតមើលទៅប្រហែលជា20នាទីមុនបើសិនជាឯងទៅឥឡូវនេះប្រហែលជាឯងអាចនឹងជួបស៊ីនជុននៅតាមផ្លូវកញ្ញាហាជីនគាត់បានតបទៅកាន់លោកពូវិញថាចាលោកពូខ្ញុំនឹងប្រញាប់ទៅឥឡូវនេះហេតុអ្វីបានជាអ្នកមិនរងចាំខ្ញុំបរោះសំអុយស៊ីនជុនអ្នកនឹងស្លាប់ហើយឥឡូវនេះបើខ្ញុំចាប់អ្នកបានខ្ញុំរកអ្នកឃើញហើយស៊ីនជុនហេតុអ្វីបានជាអ្នកមិនរងចាំខ្ញុំស៊ីនជុនមនុស្សសំអុយស៊ីនជុនអាចជ្រូកកធាត់ហេតុអ្វីបានជាអ្នកមិនរងចាំខ្ញុំលោកចូលចិត្តតែទៅសាលាម្នាក់ឯងអញ្ចឹងលោកជ្រូកធាត់សំអុយហេតុអ្វីបានជាអ្នកមិននៅរងចាំខ្ញុំបន្តិចតើអ្នកដឹងទេថាខ្ញុំទៅផ្ទះរបស់អ្នកជារៀងរាល់ថ្ងៃស៊ីនជុនគាត់បានតបទៅកាន់ហាជីនវិញថាមិនមែនទេដោយសារតែខ្ញុំតែងតែទៅសាលាយឺតស៊ីនជុនតើលោកចង់រៀននៅក្នុងសាលារៀនជីនចិត្តស៊ូមែនទេស៊ីនជុនគាត់បានតបទៅកាន់ហាជីនវិញថាបាទត្រូវហើយស៊ីនជុនអ្នកកុំលេងសើចទៀតអីតោះយើងធ្វើដំណើរទៅកាន់ជីនជុនស៊ូបានហើយស៊ីនជុនល្មមឈប់លេងហ្គេមទៅស៊ីនជុនតើអ្នកចង់ចូលរួមក្រុមជាមួយខ្ញុំដែរទេមនុស្សនៅក្នុងក្រុមដូជោវាពិតជាល្អណាស់បន្ទាប់មកយើងបានឃើញឡានគៀទៅកាន់កញ្ញាហាជីនហើយស៊ីនជុនគាត់បានចាប់ទាញទៅកាន់ហាជីនចេញយ៉ាងលឿនអបិជីឡានវាបានជេរស្ដីទៅកាន់អ្នកទាំងពីរថាពួកឯងមិនបើកភ្នែកមើលទេឬពួកឈួតពួកឯងចាំមើលទៅបន្ទាប់មកស៊ីនជុនគាត់បាននិយាយទៅកាន់ហាជីនថាហេតុអ្វីបានជាអ្នកចូលចិត្តយកកតាពីរមកកាន់ខ្លួនម្លេះជីនហាតើនាងអាចនឹងលើកវាបានមែនទេហេតុអ្វីខ្ញុំធ្វើមិនបានមនុស្សជ្រូកកំាប់កធាត់កាត់ចូលមកដល់នៅក្នុងសាលារៀន
ហើយយើងបានឃើញទៅកាន់ណាពីរនាក់វាបានចម្រិតយកលុយពីក្មេងម្នាក់ដែលគេមិនបានបញ្ជាក់ពីឈ្មោះរបស់ពួកគាត់នោះទេហើយបរិះរាងតូចនឹងវាបាននិយាយទៅកាន់អាពួកអូប៉ានឹងវិញថាថ្ងៃនេះខ្ញុំគ្មានលុយនោះទេឲ្យខ្ញុំសុំទោសណាខ្ញុំមិនមានលុយនោះទេថ្ងៃនេះបើសិនជាលោកអាចចាំនៅសប្តាហ៍ក្រោយខ្ញុំនឹងយកលុយមកឲ្យអ្នកអាអូប៉ាវាបាននិយាយទៅកាន់ក្មេងតូចនោះវិញថាទេបើសិនជាអ្នកមិនយកឲ្យខ្ញុំឥឡូវនេះអ្នកនឹងត្រូវធ្ងន់ជាមិនខានបើសិនហើយមិនបងថ្លៃការពារទេហើយនឹងងាប់ឥឡូវហ្នឹងបរោះស្គងគាត់បាននិយាយទៅកាន់អាអូប៉ាវិញថាឧស្សាហ៍ខ្ញុំជួបការលំបាកខ្ញុំគ្មានលុយនោះទេលោកតើហើយមិនចង់ធ្វើជាមិត្តជាមួយនឹងអញទេឬបានជាហើយនិយាយអញ្ចឹងហើយឆាប់យកលុយមកឲ្យអញភ្លាមតើហើយចង់ត្រឡប់ទៅពីមុនដែលអញធ្លាប់ធ្វើបាបហើយមែនទេហាជំគួតអើយហើយត្រូវដឹងថាអញធ្វើល្អជាមួយហែងដោយសារតែលុយទេចឹងស្អែកឯងត្រូវតែយកលុយមកឲ្យអញបាទជន់សុកខ្ញុំដឹងហើយស៊ីនជន់គាត់បាននិយាយថាវាគឺជាមិត្តឯងវាពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងមែនតើខ្ញុំដូចជាឃើញវារាល់ថ្ងៃហើយហ្នឹងហើយគ្នាយើងឥឡូវហ្នឹងគេបានបញ្ជាក់ពីឈ្មោះអាប៉ែសក់ក្រហមហ្នឹងវាឈ្មោះថាជន់សុកវាបាននិយាយទៅកាន់បរិះម្នាក់នោះថាបើសិនជាហែងចង់សុំទោសអញឆាប់ទៅទិញនំប៉័ងសណ្តែកក្រហមនិងទឹកដោះគោហើយសូកូឡាមកប៉ុន្តែខ្ញុំមិនមានលុយនោះទេជន់សុកវាបាននិយាយថាតើឯងនិយាយថាម៉េចមិញពីចង់ត្រូវមែនទេបន្ទាប់មកជន់សុកគាត់បានវាយទៅកាន់បរោះទូចនោះយ៉ាងចាស់ដៃតែម្ដងហើយគាត់បាននិយាយថាតើហែងចង់អញខឹងឯងរហូតមែនអាចង្រៃអើយអាចង្រៃអញប្រាប់ឯងថាឲ្យទិញនំប៉័ងមកឲ្យអញហេតុអ្វីឯងនិយាយចឹងអញប្រាប់ឯងថាហែងត្រូវតែយកលុយមកមិនត្រូវអត់ទេឯងលឺអត់អាចង្រៃអើយហែងលឺអត់ថាអញចង់បាននំប៉័ងស្បែកក្រហមនំប៉័ងស្បែកក្រហមតែលឺស៊ីនជុនគាត់បាននិយាយថាខ្ញុំមិនអាចទ្រាំបានទៀតទេនៅពេលនេះបន្ទាប់មកស៊ីនជុនគាត់បានវាយទៅកាន់អាប៉ែជីនសុកមួយដៃហើយគាត់បាននិយាយថាណែនំប៉័ងស្បែកក្រហមហើយស៊ីទៅអាចង្រៃអើយហើយស៊ីនជុនគាត់បានចាប់បោកទៅកាន់អាប៉ែជីនសុកខ្ទប់នឹងដីតែម្ដងអញ្ចឹងអ្នកនរគ្នាខ្ញុំសូមចប់សាច់រឿងត្រឹមហ្នឹងហើយខ្ញុំសូមអធិស្ឋានទៅកាន់អ្នកនរគ្នាខ្លាំងមែនតើបើខុសត្រង់កន្លែង